ในขนมสังคมสมัยថ្មីជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗហាក់បីដូចជាប្រណាំងប្រជែងនឹងពេលវេលាការងារការសិក្សានិងភារកិច្ចក្នុងគ្រួសារបានធ្វើឲ្យយើងមើលរំលងរឿងដែលសំខាន់បំផុតនោះគឺរបបអាហារការញ៉ាំមិនគ្រប់គ្រាន់ឬញ៉ាំអាហារដែលខ្វះសារធាតុចិញ្ចឹមបានធ្វើឲ្យរាងកាយយើងចុកខ្សោយដោយមិនដឹងខ្លួនប៉ុន្តែតើអ្នកដឹងទេថាកែវបន្ថែមទឹកផ្លែឈើស្រស់ត្រឹមតែមួយកែវក្នុងមួយថ្ងៃអាចជាស្ពានចម្លងអ្នកទៅកាន់សុខភាពដ៏ល្អមាំមួនវិញបានថ្ងៃនេះយើងនឹងមកស្វែងយល់យ៉ាងស៊ីជម្រៅអំពីកម្ពុជាទឹកផ្លែឈើ6ប្រភេទដែលងាយរកទិញបំផុតប៉ុន្តែផ្ដល់អត្ថប្រយោជន៍លើសពីការស្មាន1ទឹកការ៉ុតភ្នាក់ងារសម្រក់ទម្ងន់និងពង្រឹងភ្នែកសូមស្វាគមន៍មកកាន់ចំណុចទី1ដែលជាស្ដេចនៃភេសជ្ជៈពណ៌មាសនៅពេលយូរនិយាយអំពីការ៉ុតមនុស្សភាគច្រើនតែងតែនឹកឃើញដល់អាហាររបស់សត្វទន្សាយប៉ុន្តែនៅក្នុងផ្នែកអាហារូបត្ថម្ភការ៉ុតគឺជាឃ្លាំងផ្ទុកវីតាមីនដែលមិនអាចខ្វះបានការញ៉ាំការ៉ុតក្នុងទម្រង់ជាទឹកផ្លែឈើគឺជាវិធីសាស្ត្រដ៏ឆ្លាតវៃបំផុតព្រោះរាងកាយរបស់អ្នកអាចបឺតស្រូបយកសារធាតុចិញ្ចឹមបានលឿនជាងនិងច្រើនជាងការទំពាការ៉ុតឆៅធម្មតាដល់ទៅ4ដងតែអ្វីទៅដែលធ្វើឲ្យទឹកការ៉ុតមានឥទ្ធិពលខ្លាំងម្ល៉េះអាចកំបាំងគឺស្ថិតនៅលើសារធាតុបេតាការ៉ូតែននៅពេលដែលសារធាតុបេតាការ៉ូតែនចូលទៅក្នុងខ្លួនវាត្រូវបានថ្លើមបំលែងទៅជាវីតាមីន A វីតាមីននេះដើរតួជាអ្នកការពារកោសិកាម៉ាគូឡាក្នុងភ្នែកនិងជួយឲ្យភ្នែកមើលឃើញបានច្បាស់ក្នុងទីងងឹតមិនតែប៉ុណ្ណោះទឹកការ៉ុតក៏សម្បូរទៅដោយសារធាតុលូតេអ៊ីននិងស៊ីអាសានធីនដែលជាខែការពារភ្នែកពីពន្លឺពណ៌ខៀវដ៏មានគ្រោះថ្នាក់ដែលមនុស្សភាគច្រើនមើលរំលងក្រៅពីជំនួយដល់ភ្នែកវីតាមីន A និង C ក្នុងទឹកការ៉ុតជួយជំរុញការផលិតកូឡាហ្សែនធ្វើឲ្យស្បែកមានភាពយឺតញួយការពារភាពជ្រីជ្រុញនិងជួយឲ្យស្បែកមានពន្លឺថ្លាចេញពីខាងក្នុងហាក់បីដូចជាញាក់បានលាបឡេការពារកម្ដៅពីខាងក្នុងរាងកាយអញ្ចឹងសម្រាប់បងប្អូនដែលកំពុងឈឺក្បាលនឹងបញ្ហាក្បាលពោះឬលឹះទម្ងន់ទឹកការ៉ុតគឺជាមិត្តល្អបំផុតរបស់អ្នក1បង្កើន Metabolismទឹកការ៉ុតជួយជំរុញការបញ្ចេញទឹកប្រមេតដែលជួយក្នុងការបំបែកជាតិខ្លាញ់និងកាបូហីដ្រាតនៅពេល Metabolism របស់អ្នកដើរលឿនការដុតរំលាយថាមពលក៏ប្រព្រឹត្តទៅបានល្អដែលនាំឲ្យស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព2ការបន្សាបជាតិពុលការ៉ុតមានផ្ទុកជាតិសរសៃរលាយដែលជួយលាងសម្អាតជាតិពុលក្នុងថ្លើមនិងកាកសំណល់ក្នុងពោះវៀនធំវារារាំងការកកកម្កក់នៃជាតិខ្លាញ់ក្នុងថ្លើមដែលជាមូលហេតុចម្បងនៃជំងឺថ្លើមខ្លាញ់និងការឡើងទម្ងន់មិនឈប់ឈរនៅពេលល្ងាចបន្ទាប់ពីសម្រាកពីការងារអ្នកមានអារម្មណ៍ថាភ្នែកហត់នឿយខ្លាំងនិងឈឺក្បាលប៉ុន្តែប្រសិនបើអ្នកទម្លាប់ញ៉ាំទឹកការ៉ុតស្រស់មួយកែវជារៀងរាល់ព្រឹកភ្នែករបស់អ្នកនឹងមានជាតិសំណើមគ្រប់គ្រាន់សរសៃបាតភ្នែករឹងមាំដែលជួយឲ្យអ្នកអាចធ្វើការបានយូរដោយមិនសូវហត់ភ្នែកនិងកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយនៅពេលវ័យចាស់ដើម្បីឲ្យទឹកការ៉ុតដល់ផលដល់ទៅ 100% ក្នុងមាន tips ពិសេសចំនួន3ចង់ចែករំលែក1ត្រូវញ៉ាំជាមួយជាតិខ្លាញ់ល្អវីតាមីន A គឺជាវីតាមីនដែលរលាយក្នុងជាតិខ្លាញ់ដូច្នេះពេលអ្នកកិនទឹកការ៉ុតរួចសូមបន្តប្រេងអូលីវឬប្រេងដូងត្រឹមតែ2ទៅ3ដំណប់ចូលទៅកែវរួចកូរឲ្យសព្វវិធីនេះនឹងជួយឲ្យពោះវៀនរបស់អ្នកបឺតស្រូបយកសារធាតុវីតាមីន A បានយ៉ាងពេញលេញ2កុំញ៉ាំច្រើនហួសប្រមាណការញ៉ាំច្រើនពេកលើសពី3កែវក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃអាចធ្វើឲ្យស្បែករបស់អ្នកប្រែទៅជាពណ៌លឿងទុំដោយសារជាតិបេតាការ៉ូតែនឡើងខ្ពស់ពេកត្រឹមតែ1កែវក្នុងមួយថ្ងៃគឺល្អបំផុតហើយ3ញ៉ាំភ្លាមបន្ទាប់ពីកិនកុំទុកទឹកការ៉ុតចោលយូរពេកព្រោះអុកស៊ីសែនក្នុងខ្យល់នឹងធ្វើឲ្យបាត់បង់អង់ស៊ីមនិងសារធាតុប្រឆាំងអុកស៊ីតកុនការញ៉ាំទាំងនេះស្រស់ៗនឹងផ្ដល់ថាមពលដ៏អស្ចារ្យដល់រាងកាយរបស់អ្នក2ទឹកត្រសក់ជាតិឋាននិងការគ្រប់គ្រងចំណង់អាហារបន្តមកដល់ភេសជ្ជៈទី2ដែលយើងប្រសិទ្ធនាមថាជាមេបញ្ជាការជាតិឋានសម្រាប់អ្នកដែលរស់នៅតំបន់ក្តៅឬមានស្បែកស្ងួតក្រៀមក្រទឹកត្រសក់មិនមែនជាទឹកផ្លែឈើធម្មតាទេប៉ុន្តែវាគឺជាសេរ៉ូមធម្មជាតិសម្រាប់រាងកាយទាំងមូលជាតិឋាននិងអេឡិចត្រូឡៃតត្រសក់មានផ្ទុកជាតិឋានដល់ទៅ 95% ប៉ុន្តែអ្វីដែលពិសេសនោះគឺជាតិឋានក្នុងត្រសក់សម្បូរទៅដោយម៉ាញ៉េសូមនិងប៉ូតាស្យូមដែលជួយរក្សាទម្លុនទម្លាក់សម្ពាធឈាមនិងជួយឲ្យបេះដូងដើរស្រួលសារធាតុស៊ីលីកាសម្រាប់សម្រស់
ในขนมตรสอกเมียนสารเทียดมาอย่างไฮทาซิลิกาវាគឺជាសារធាតុរ៉ែម្យ៉ាងដ៏សំខាន់សម្រាប់កសាងកោសិកាស្បែកក្រចកនិងសក់ការញ៉ាំទឹកត្រសក់នឹងជួយឲ្យស្បែករបស់អ្នកមានភាពតឹងតែងកាត់បន្ថយការរលាកនិងជួយឲ្យមុខមានសំណើមតាមធម្មជាតិហាក់បីដូចជាអ្នកបានលាបឡេការពារកម្ដៅពីខាងក្នុងរាងកាយអញ្ចឹងតើអ្នកធ្លាប់ជួបបញ្ហាឃ្លានចង់ញ៉ាំនំចំណីនៅចន្លោះម៉ោង3ទៅម៉ោង4រសៀលដែរឬទេនេះគឺជាពេលដែលខួរក្បាលរបស់យើងជួនកាលភ្លួនច្រឡំរវាងការស្រេកទឹកនិងការឃ្លានអាហារដំណោះស្រាយជំនួសឲ្យការចាប់យកនំផែមចំនួន1ឬកាហ្វេដែលមានជាតិស្ករខ្ពស់សាកល្បងក្រេបទឹកត្រសក់ស្រស់1កែវជាតិឋានដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងត្រសក់នឹងទៅបំពេញក្រពះឲ្យឆ្អែតភ្លាមៗខណៈដែលកាឡូរីមានតិចតួចបំផុតវានឹងបញ្ជូនសញ្ញាទៅខួរក្បាលថារាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយដែលជួយឲ្យអ្នកគ្រប់គ្រងចំណង់អាហារបានយ៉ាងអស្ចារ្យនិងជួយឲ្យការសម្រក់ទម្ងន់របស់អ្នកคล้ายទៅជារឿងងាយស្រួលអាចកំបាំងដែលអ្នកមិនគួររំលងគឺកុំចិត្តសម្បកត្រសក់ចោលសម្បកពណ៌បៃតងចាស់របស់វាសម្បូរទៅដោយសារធាតុ Fisetin ដែលជួយការពារកោសិកាខួរក្បាលនិងជាតិសរសៃដែលមិនអាចខ្វះបានប្រសិនបើអ្នកបារម្ភពីបញ្ហាគីមីសូវត្រាំត្រសក់ក្នុងទឹកអំបិលឬទឹកខ្មេះប៉ម15នាទីមុននឹងកិនដើម្បីទទួលបានអត្ថប្រយោជន៍ដ៏បរិសុទ្ធបំផុត3ទឹកម្នាស់អង់ស៊ីមការពារមហារជននិងជំនួយរំលាយអាហារជៀនចូលមកដល់ចំណុចទី3គឺម្នាស់ដែលជាផ្លែឈើត្រូពិកដ៏មានឥទ្ធិពលលើសពីរសជាតិជូរអែមដែលធ្វើឲ្យយើងស្រស់ថ្លាម្នាស់គឺជាអាវុធបៃអូជីវៈក្នុងការប្រឆាំងនឹងការរលាកនិងជំងឺមហារជនអង់ស៊ីមដុតរំលាយជាតិសាច់ម្នាស់គឺជាប្រភពតែមួយដែលមានផ្ទុកអង់ស៊ីមប្រូមេលីនអង់ស៊ីមនេះមានសមត្ថភាពអស្ចារ្យក្នុងការបំបែកម៉ូលេគុលប្រូតេអ៊ីនដែលពិបាករំលាយការប្រឆាំងមហារជនយោងតាមការសិក្សាកាលពីឆ្នាំ2005នៅប្រទេសអូស្ត្រាលីនិងការស្រាវជ្រាវបន្តបន្ទាប់បានបង្ហាញថាប្រូមេលីនក្នុងម្នាស់មានសមត្ថភាពជួយរារាំងការរីកលូតលាស់នៃកោសិកាមហារជនជាពិសេសមហារជនស្បែកសួតនិងពោះវៀនធំដោយវាជួយឲ្យប្រព័ន្ធការពាររាងកាយស្គាល់កោសិកាមហារជននិងកម្ចាត់វាចោលប្រឆាំងនឹងការរលាកម្នាស់សម្បូរទៅដោយវីតាមីន C និងម៉ង់ហ្គាណេសដែលជួយពង្រឹងឆាំងនិងកាត់បន្ថយការឈឺចាប់សន្លក់វាគឺជាឱសថធម្មជាតិសម្រាប់អ្នកដែលមានបញ្ហារលាកសរសៃឬរលាកច្រមុះរ៉ាំរ៉ៃសូមស្រមៃដល់ពេលដែលអ្នកទើបតែញ៉ាំអាហារប៊ូហ្វេសាច់អាំងឬអាហារដែលមានជាតិខ្លាញ់និងប្រូតេអ៊ីនច្រើនប្រកបណាស់ក្រពះរបស់អ្នកនឹងមានអារម្មណ៍ថាធ្ងន់ហួមពោះនិងមានអាការៈភើកខ្វស់ដំណោះស្រាយការញ៉ាំទឹកម្នាស់ស្រស់ត្រឹមតែ100មីលីលីត្រឬ150មីលីលីត្រក្រោយអាហារនឹងដើរតួជាអ្នកជួយរំលាយអាហារល្បឿនលឿនប្រូមេលីននឹងទៅបំបែកសាច់ទាំងនោះឲ្យคล้ายទៅជាអាស៊ីតអាមីណេយ៉ាងឆាប់រហ័សកាត់បន្ថយការកក់កង្កក់ក្នុងពោះវៀននិងជួយឲ្យអ្នកមានអារម្មណ៍ស្រាលខ្លួនភ្លាមអាចកំបាំងដែលអ្នកមិនគួររំលងគឺកុំបោះបង់ស្នល់ម្នាស់ចោលស្នល់ម្នាស់គឺជាកម្លាយដែលប្រដុំផ្ទុកអង់ស៊ីមប្រូមេលីនច្រើនបំផុតបើធៀបទៅនឹងសាច់ម្នាស់ពេលកិនទឹកម្នាស់សូមកិនទាំងស្នល់ដើម្បីទទួលបានប្រសិទ្ធភាពអតិបរិមាចំណាំសំខាន់ដោយសារម្នាស់មានអាស៊ីតខ្ពស់អ្នកដែលមានបញ្ហាជក់សរសៃប្រសាទក្រពះខ្លាំងឬដំបៅក្រពះខ្លាំងគួរជៀសវាងការញ៉ាំវានៅពេលពោះធ្មេខ្លាំងពេកឬគួរលាយជាមួយទឹកបន្តិចដើម្បីកាត់បន្ថយជាតិអាស៊ីតរបស់វាបន្ទាប់ពីញ៉ាំទឹកម្នាស់រួចគួរខ្ពុបមាត់ជាមួយទឹកស្អាតដើម្បីការពារកុំឲ្យអាស៊ីតធម្មជាតិរបស់វាប៉ះពាល់ស្រទាប់ការពារធ្មេញរបស់អ្នក4ទឹកអូលឹកជំនួយតម្រង់នោមនិងការពារស្បែកពីកម្ដៅថ្ងៃនៅក្នុងប្រទេសដែលមានអាកាសធាតុក្តៅខ្លាំងដូចជាស្រុកយើងការបាត់បង់ជាតិទឹកនិងជាតិរ៉ែតាមរយៈញើសគឺជាបញ្ហាប្រឈមធំប្រសិនបើអ្នកកំពុងស្វែងរកភេសជ្ជៈអេឡិចត្រូឡៃតធម្មជាតិដែលមានរសជាតិផ្អែមឆ្ងាញ់និងផ្ដល់ថាមពលភ្លាមៗនោះគ្មានអ្វីអាចយកឈ្នះទឹកអូលឹកបានឡើយអូលឹកមិនមែនគ្រាន់តែជាទឹកនិងស្ករប៉ុណ្ណោះទេប៉ុន្តែវាគឺជាកញ្ចប់សង្គ្រោះបន្ទាន់សម្រាប់កោសិកាក្នុងរាងកាយ1ខែលការពារកម្ដៅថ្ងៃពីខាងក្នុង internal sunscreen អូលឹកគឺជាប្រភពដ៏អស្ចារ្យនៃសារធាតុ lycopene ឬ lycopene គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយបន្សាបរ៉ាឌីកាល់សេរីដែលកើតចេញពីកាំរស្មី UV របស់ពន្លឺព្រះអាទិត្យការញ៉ាំទឹកអូលឹកជាប្រចាំហាក់បីដូចជាអ្នកកំពុងពាក់ឱក្រោះការពារកោសិកាស្បែកមិនឲ្យឆាប់ខ្មៅស្រអាប់ជ្រីវជ្រួយឬរលាកដោយសារកម្ដៅថ្ងៃ2មិត្តល្អរបស់តម្រងនោមនិងថ្លើមនៅក្នុងវិស័យជីវគីមីអូលឹកមានផ្ទុកអាស៊ីតអាមីណូម្យ៉ាងហៅថា citrulline
សារធាតុនេះជួយឲ្យរាងកាយបញ្ចេញចោលនូវជាតិអាម៉ូញ៉ាឬអេម៉ូណែដែលជាកាកសំណល់ពុលបន្ទាប់ពីការរំលាយប្រូតេអ៊ីនការញ៉ាំទឹកឪឡឹកជួយសម្រាលបន្ទុកការងាររបស់តម្រងនោមនិងថ្លើមធ្វើឲ្យការបញ្ចេញចោលនូវជាតិពុលតាមទឹកនោមប្រព្រឹត្តទៅបានយ៉ាងរលូននិងកាត់បន្ថយហានិភ័យនៃគ្រោះក្នុងតម្រងនោមសម្រាប់អ្នកហាត់ប្រាណនិងអ្នកធ្វើការងារធ្ងន់តើអ្នកដឹងទេថាហេតុអ្វីបានជាអ្នកហាត់ប្រាណអាជីពចូលចិត្តញ៉ាំទឹកឪឡឹកក្រោយពេលហាត់ប្រាណការងើបឡើងនៃសាច់ដុំជាតិស៊ីត្រូលីនក្នុងទឹកឪឡឹកជួយពង្រីកសរសៃឈើនិងបង្កើនលំហូរឈាមទៅកាន់សាច់ដុំវាកាត់បន្ថយការឈឺចាប់សាច់ដុំ muscle soreness និងជួយឲ្យសាច់ដុំដែលហត់នឿយឆាប់រឹងមាំឡើងវិញជំនួសភេសជ្ជៈកីឡាជំនួសឲ្យការញ៉ាំភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករគីមីនិងសារធាតុរក្សាទុកយូរការញ៉ាំទឹកឪឡឹកស្រស់ផ្ដល់ឲ្យអ្នកនូវប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលរាងកាយបាត់បង់តាមញើសដែលជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយភ្លាមៗដោយគ្មានផលប៉ះពាល់ណាកំហុសឆ្គងធំជាងគឺការបោះចោលសាច់ពណ៌សក្បែរសម្បកនិងគ្រាប់ឪឡឹក 1. សាច់ពណ៌សវាគឺជាកន្លែងដែលប្រមូលផ្ដុំជាតិស៊ីត្រូលីនច្រើនបំផុតពេលកិនទឹកឪឡឹកសូមចិត្តយកសាច់ពណ៌សខ្លះមកកិនជាមួយ 2. គ្រាប់ឪឡឹកគ្រាប់ឪឡឹកសម្បូរទៅដោយជាតិសង្កសីម៉ាណេស្យូមនិងប្រូតេអ៊ីនការកិនលីគ្រាប់បន្តិចបន្តួចនឹងផ្ដល់នូវសារធាតុរ៉ែដ៏មានតម្លៃសម្រាប់សុខភាពបុរសនិងពង្រឹងប្រព័ន្ធភាពស៊ាំកាន់តែធ្ងន់ 5. ទឹកក្រូចការពាររាងកាយនិងមិត្តល្អរបស់ស្ត្រីមានផ្ទៃផ្ទង់មានភេសជ្ជៈមួយដែលអាចតំណាងឲ្យថាមពលពេលព្រឹកនោះគឺគ្មានអ្វីក្រៅពីទឹកក្រូចស្រស់មួយកែវនោះទេមនុស្សភាគច្រើនចាត់ទុកទឹកក្រូចគ្រាន់តែជាភេសជ្ជៈសម្រាប់បំបត្តិការស្រេកទឹកឬជាភេសជ្ជៈអាំនឹងអាហារពេលព្រឹកប៉ុន្តែនៅក្នុងពិភពនៃអាហារូបត្ថម្ភវិទ្យាទឹកក្រូចស្រស់គឺជាសេរ៉ូមជីវវិទ្យាដែលពោរពេញទៅដោយសារធាតុសេកម្មជាង170មុខនិងសារធាតុប្រឆាំងអុកស៊ីតកម្មជាង60មុខវាគឺជាពន្លឺព្រះអាទិត្យក្នុងកែវដែលត្រៀមខ្លួនរួចរាល់ហើយដើម្បីដាស់រាងកាយរបស់អ្នកឲ្យភ្ញាក់ពីភាពហត់នឿយនិងពង្រឹងរបាំងការពារជីវិតរបស់អ្នកឲ្យកាន់តែរឹងមាំ 1. រោងចក្រផលិតនិងបង្វឹកគ្រាប់ឈីមសយើងទាំងអស់គ្នាធ្លាប់ឮថាញ៉ាំទឹកក្រូចទៅនឹងមិនងាយឈឺទេអត្រាកម្បាំងនេះស្ថិតនៅលើវីតាមីន C ក្នុងកម្រិតដ៏អស្ចារ្យវីតាមីន C មិនមែនគ្រាន់តែជួយការពារមេរោគនោះទេប៉ុន្តែវាដើរតួយ៉ាងណាជាមេបញ្ជាការហ្វឹកហាត់ទៅលើកោសិកាឈាមសឬលើកូស៊ីតវាជួយឲ្យកោសិកាឈាមសធ្វើចលនាបានលឿនបន្តឬ chemotaxis ដើម្បីទៅដល់កម្លាំងដែលមានមេរោគចូលមកឈ្លានពាននិងជួយឲ្យពួកគេមានសមត្ថភាពលាបត្របាក់មេរោគបានកាន់តែមានប្រសិទ្ធភាពលើពីនេះវាការពារកោសិកាការពារយើងមិនឲ្យរងការបំផ្លាញពីអាវុធគីមីដែលពួកគេបញ្ចេញមកដើម្បីសម្លាប់បាក់តេរី 2. អាហារូបត្ថម្ភដ៏ពិសេសសម្រាប់ស្ត្រីមានផ្ទៃផ្ទងនិងទារកទឹកក្រូចគឺជាប្រភពធម្មជាតិដ៏កម្រនៃជាតិ folate ឬជាតិ folate ឬវីតាមីន B9 នៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃផ្ទងជាតិ folate គឺជាអ្នកសាងសង់ដ៏ខ្លាំងបំផុតវាមានតួនាទីក្នុងការផលិត DNA និងជួយក្នុងការបែងចែកកោសិកាប្រសិនបើរាងកាយម្ដាយខ្វះជាតិ folate ទារកអាចប្រឈមនឹងបញ្ហាមិនប្រក្រតីនៃបំពង់ប្រសាទ neural tube defectsការញ៉ាំទឹកក្រូចស្រស់មួយកែវគ្រប់ពេលវេលាគឺការផ្ដល់នូវគ្រឹះដ៏រឹងមាំដល់ការលូតលាស់ខួរក្បាលរបស់ទារកព្រមទាំងជួយឲ្យម្ដាយមានថាមពលនិងកាត់បន្ថយអាការៈស្លេះស្លាំងតើអ្នកដឹងទេថាទឹកក្រូចអាចដើរតួជាថ្នាំពេទ្យធម្មជាតិក្នុងស្ថានភាពប្រចាំថ្ងៃរបស់អ្នកយ៉ាងអស្ចារ្យដែរឬទេកធម្មជាតិប្រឆាំងហ៊ីស្តាមីនសម្រាប់បងប្អូនដែលឧស្សាហ៍មានបញ្ហាប្រតិកម្មអាឡែស៊ីកដូចជាការរមាស់ច្រមុះកណ្ដាស់មិនឈប់ពេលត្រូវដីឬអាកាសធាតុប្រែប្រួលវីតាមីន C ក្នុងទឹកក្រូចមានសមត្ថភាពជួយកាត់បន្ថយការបញ្ចេញសារធាតុហ៊ីស្តាមីនចេញពីកោសិកាការញ៉ាំទឹកក្រូចស្រស់ជាប្រចាំហាក់បីដូចជាអ្នកកំពុងពាក់របាំងការពារច្រមុះនិងសួតរបស់យក្សធ្វើឲ្យប្រតិកម្មអាឡែស៊ីកមានសភាពស្រាលជាងមុនឬបាត់បង់ទៅវិញខអ្នកឯកជនខាងការផលិត collagen មិនថាអ្នកទើបតែទទួលការវះកាត់មានមុខរបួសដោយសារគ្រោះថ្នាក់ឬសូម្បីតែស្នាមមុនលើផ្ទៃមុខរាងកាយត្រូវការវីតាមីន C ដោយដាច់ខាតដើម្បីផលិត collagen collagen គឺជាកាវដែលបិទបញ្ចប់កោសិកាសាច់ឲ្យជិតគ្នាប្រសិនបើអ្នកញ៉ាំទឹកក្រូចក្រោយរបួសរាងកាយរបស់អ្នកនឹងអាចបង្កើតសាច់ថ្មីមកជំនួសកម្លាំងរបួសបានលឿនជាងមុន2ទៅ3ដងនិងជួយឲ្យស្បែកមានភាពបត់បែនមិនបន្សល់ទុកស្នាមស្លាប់អាក្រក់មើលឡើយរបៀបញ៉ាំដើម្បីទទួលបានគុណភាព 100% មនុស្សជាច្រើនញ៉ាំទឹកក្រូចប៉ុន្តែមិនមែនគ្រប់គ្នាទទួលបានវីតាមីនគ្រប់គ្រាន់នោះទេសូមចងចាំអត្តកម្បាំងទាំងពីរនេះ 1. វិធានការ20នាទី The 20-minute rule វីតាមីន C គឺជាសត្រូវស្លាប់រស់ជាមួយអុកស៊ីហ្សែននិងពន្លឺในขณะពេលដែលអ្នកច្របាច់ក្រូចរួចវីតាមីន C ចាប់ផ្ដើមរលាយបាត់បង់កម្លាំងឬ oxidation ភ្លាមប្រសិនបើអ្នកទុកទឹកក្រូចចោលនៅទូត្រជាក់24ម៉ោងឬទុកនៅខាងក្រៅយូរពេកអ្នកអាចកំពុងញ៉ាំតែទឹកផ្អែមដែលមានរសជាតិក្រូចឯវីតាមីន C គឺស្ទើរតែសូន្យ
ដូច្នេះច្របាច់ភ្លាមញ៉ាំភ្លាមគឺជាវិធីសាស្ត្រដ៏ល្អបំផុត 2. កុំបោះចោលកំទេចសាច់ Don't filter the pulp សាច់ក្រូចទុយៗដែលអណ្ដែតក្នុងទឹកគឺជាកន្លែងប្រមូលផ្ដុំសារធាតុ bioflavonoids សារធាតុនេះជួយឲ្យរាងកាយស្រូបយកវីតាមីន C បានកាន់តែល្អនិងជួយពង្រឹងសរសៃឈាមតូចៗឬ capillaries មិនឲ្យងាយបែកនោះទេការញ៉ាំទឹកក្រូចមានសាច់ឬ pulp ក៏ជួយផ្ដល់នូវជាតិសរសៃនោះទេដែលជួយកាត់បន្ថយការឡើងជាតិស្ករក្នុងឈាមលឿនពេកផងដែរតាមរយៈការរៀបរាប់ពីភេសជ្ជៈទាំង5មុខនេះយើងឃើញថាធម្មជាតិបានផ្ដល់នូវឱសថទិព្វមកឲ្យយើងរួចហើយមិនថាជាទឹកការ៉ុតជួយភ្នែកទឹកត្រសក់ជួយស្បែកទឹកម្នាស់ជួយរំលាយអាហារទឹកឪឡឹកជួយតម្រង់នោមឬទឹកក្រូចជួយប្រព័ន្ធការពាររាងកាយទេការចំណាយពេលត្រឹមតែ10នាទីក្នុងមួយថ្ងៃដើម្បីកិនទឹកផ្លែឈើស្រស់ញ៉ាំគឺជាការវិនិយោគដ៏ចំណេញបំផុតក្នុងជីវិតរបស់អ្នកសូមចងចាំថាអាហារគឺជាឱសថនិងឱសថដ៏ល្អបំផុតគឺជាអាហារដែលអិញចិនពីធម្មជាតិប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុចប៊ូតុង like និង subscribe ព្រមទាំងចុចរូបកំដឹងដើម្បីទទួលបានចំណេះដឹងផ្នែកសុខភាពដែលវិទ្យាសាស្ត្រទទួលស្គាល់ជារៀងរាល់សប្តាហ៍តើបងប្អូនចូលចិត្តញ៉ាំទឹកផ្លែឈើមួយណាជាងគេសូមបញ្ចេញមតិនៅខាងក្រោមដើម្បីចែករំលែកបទពិសោធន៍ជាមួយគ្នាសូមអរគុណនិងជម្រាបលា